ពងត្រីឆ្លាមនៅមុខនេះឃ្លានអស់8ឆ្នាំហើយតែក្មេងប្រុសតូចនេះមិនខ្លាចបន្តិចសោះថែមទាំងយកស៊ូស៊ីលំដាប់កម្ពូដែលមានតម្លៃខ្ពស់ណាស់មកក៏ឲ្យត្រីឆ្លាមស៊ីដោយមិនស្ទាក់ស្ទើរស្រាប់តែថ្ងៃមួយខ្យល់ព្យុះគួចបានបក់បោកលើពួកគេដូច្នេះក្មេងប្រុសនិងឪពុកត្រូវបែកគ្នានៅកណ្ដាលសមុទ្រមិនយូរប៉ុន្មាននៅលើផ្ទៃសមុទ្រគឺនៅសល់តែម្នាក់ឯងត្រីឆ្លាមក៏ហុំព័ទ្ធគេយ៉ាងលឿនក្នុងចំណោមនោះ3ក្បាលក៏ងើបមើលហើយចំណាំក្មេងនោះបានដើម្បីតបស្នងសងគុណដែលធ្លាប់ផ្ដល់អាហារដល់ពួកវាក៏អនុញ្ញាតឲ្យក្មេងនោះជិះលើក្នុងវាទៅហើយតាំងពីពេលនោះមកក៏រស់នៅក្នុងរូងភ្នំជាមួយពួកវាគឺអីចឹងទៅសៀវស៊ូករស់នៅជាមួយត្រីឆ្លាមរាប់រយត្រីឆ្លាមផ្ដល់ចំណីអាហារដល់គេថែមទាំងបង្ហាត់គេតាមរបៀបរស់នៅរបស់ពួកវារំលងទៅសៀវស៊ូក៏ធំពេញវ័យចង្កេះគេដុសព្រុយត្រីដូចសាច់មាន់ក្មេងក៏មុតស្រួយខ្លាំងលើក្នុងគេថែមទាំងដុសព្រុយទៀតថ្ងៃមួយដាហាំងនេសាទនៅមាត់ទន្លេស្រាប់តែស្ទូចបានសៀវស៊ូដាហាំងភ្ញាក់ឲ្យយ៉ាងខ្លាំងគាត់លួចនាំសៀវស៊ូក៏ត្រឡប់មកផ្ទះហើយកែប្រែធុងចិញ្ចឹមត្រីដើម្បីឲ្យសៀវស៊ូប្រហែលទឹកសៀវស៊ូក៏ចែករំលែករឿងសមុទ្រដល់ដាហាំងតាហ៊ូងស្ដាប់ទៅភ្លើតភ្លើនណាស់ថែមទាំងកត់ទុកក្នុងសៀវភៅផងក្រោយមកបន្តិចក៏មាននារីដ៏អស្ចារ្យម្នាក់លេចឡើងនាងស្លៀកពាក់ពណ៌កាឈូកមានស្បែកដូចជាភ្លើងភ្នំភ្លើងតាហ៊ូងហៅនាងថានារីសម្លៀកបំពាក់ក្រហមនាងញឹមតិចរួចក៏នាំសៀវស៊ូចេញទៅពួកគេត្រូវទៅសង្គ្រោះភពទឹកមាត់ថ្ងៃបន្ទាប់មកតាហ៊ូងបាននិយាយរឿងអស្ចារ្យទាំងនេះប្រាប់ដល់មិត្តរួមថ្នាក់នៅក្នុងថ្នាក់រៀនតែមិត្តរួមថ្នាក់ថាគាត់ជាអ្នកកុហកថែមទាំងដណ្ដើមយកសៀវភៅកំណត់ហេតុរបស់គាត់គូវាធ្វើឲ្យវាខូចខាតអស់ពេលតាហ៊ូងកំពុងខឹងរឿងនេះអាកាសធាតុខាងក្រៅប្រែប្រួលភ្លាមខ្យល់បក់ខ្លាំងបើកបង្អួចទាំងអស់ក្រោយមកឬសូបទុះលាន់ខ្លាំងសៀវសេងនិងនារីអាវក្រហមបានបាក់បង្អួចហោះចូលមកធ្វើឲ្យមនុស្សគ្រប់គ្នាតក់ស្លុតខ្លាំងនារីអាវក្រហមបែរមុខមកវិញធ្វើឲ្យគ្រូភ្ញាក់ផ្អើលនាងអាវក្រហមដើរសម្ដៅទៅរកដាហ្វាំងភ្លាមកន្លែងដែលនាងដើរកាត់ក៏មានអណ្ដាតភ្លើងផុសចេញមកធ្វើឲ្យពួកក្មេងទាំងនោះមើលមិនដាក់ភ្នែកនារីអាវក្រហមមកទីនេះគឺចង់នាំដាហ្វាំងទៅភពទឹកមាត់ព្រោះភពនេះត្រូវបានបង្កើតឡើងដោយក្តីសុបិនរបស់គេឥឡូវនេះមានតែដាហ្វាំងទេដែលអាចដោះស្រាយវិបត្តិនេះបានបន្ទាប់មកពួកគេទាំង3នាក់ក៏ឡើងលើយានអវកាសត្រីឆ្លាតបាញ់ឆ្ពោះទៅកាន់លំហអាកាសខាងក្រៅហើយបានចុះចតដល់គោលដៅដោយសុវត្ថិភាពពេលនេះភពទឹកមាត់ត្រូវបានគ្របដណ្ដប់ដោយភាពងឹតជិតឈានដល់ការវិនិច្ឆ័យហើយចុចជាអ្នកសង្គ្រោះតែម្នាក់គត់ដោយសារភពទឹកមាត់នេះគឺជាពិភពលោកដែលចុចបានបង្កើតក្នុងសុបិនក្រោយមកចុចតាមពួកគេទាំងពីរទៅឧទ្យានកំសាន្តក្មេងនៅទីនេះជាប់គាំងលើរថភ្លើងរត់នាងម៉ាក់ម៉ានិងក្មេងប្រុសឆ្លាមក៏ហោះទៅខាងមុខប្រើធម្មពលអស្ចារ្យជួយសង្គ្រោះកុមារទាំងនោះបន្ទាប់មកចុចបានជិះរថភ្លើងរត់ជាមួយពួកគេរកឃើញអ្នកគ្រប់គ្រងភាពងឹតដែលជាឌុយហើយពិនិត្យមើលដោយអគ្គិសនីក្នុងផ្ទះទាំងនេះស្រាប់តែខ្លាចជាបិសាចដេញចាប់ចុចមិនព្រមឈប់ឡើយឃើញដោតមិនគ្រប់យុវជននោះក៏ចង់បង្ករឿងទៀតតែគូប្រកួតក៏ដោតឌុយមួយទៀតភ្លាមដូច្នេះសឹកក៏ត្រូវរត់គេចខ្លួនជាប្រញាប់ពេលនោះក្មេងប្រុសឆ្លាមនិងក្មេងស្រីម៉ាម៉ាក៏លេចមុខទាន់ពេលពួកគេទាំងពីរសង្ឃឹមថាសឹកអាចប្រើធម្មពលពិសេសរបស់គេយកឈ្នះដោយអគ្គិសនីបានតែចុងក្រោយទាំង3នាក់ត្រូវដោយអគ្គិសនីចាប់បានហើយបោះចូលទៅក្នុងទីកប់សុបិននៅក្នុងដីពួកគេជិះរថភ្លើងអគ្គិសនីឆ្លងកាត់ពេលវេលាតាមផ្លូវពួកគេគេចផុតពីការវាយប្រហារគ្រប់បែបយ៉ាងក្រោយមកពួកគេទាំង3នាក់ក៏មកដល់ទីកប់សុបិននៅទីនេះក្មេងស្រីម៉ាម៉ានិងក្មេងប្រុសឆ្លាមសុទ្ធតែចង់ឲ្យសឹកអាចយកសពរួចដាស់ធម្មពលពិសេសរបស់គេឡើងតែជានៅតែគេងមិនលក់សោះសឹកបុយខឹងខ្លាំងចង់វាយចែកមួយដៃក្នុងគ្រាអាសន្ននោះចុចបានជួបមនុស្សយន្តតូនីរបស់គេតាមការណែនាំរបស់តូនីពួកគេទាំង3ទៅកាន់ដែនដីនំស្រួយទឹកដោះគោសង្ឃឹមថានៅទីនោះពួកគេអាចរកវិធីកម្ចាត់ផ្លឹកហេតុបានមនុស្សយន្តបញ្ជូនពួកគេឡើងរថភ្លើងផ្លូវសូត្រលើរថភ្លើងពួកគេរញ៉េញ៉ៃវឹកវរតែបែរជាបណ្ដាលឲ្យរថភ្លើងធ្លាក់ផ្លូវហោះប៉ាងក្នុងគ្រោះថ្នាក់នេះនាងតូចក៏នាំគ្នាលោតចុះពីរថភ្លើងពួកគេទាំង3ធ្លាក់លើនំស្រួយមួយដុំនំស្រួយនោះអន្តែតក្នុងប្រអប់ទឹកដោះគោចុចមានបំណងគេងលើនំស្រួយនោះដើម្បីយកសពតែបែរជាឃើញមានគេមកដល់ពេលនោះយៈ2នាក់ក្រោកឈរហើយចាប់នំខេកមនុស្ស3នាក់ដែលនៅជាប់នំនោះស្ទើរតែខ្លាចជាចំណីទៅហើយតែសំណាងល្អពួកគេលោតចេញពីនំបានទាន់ពេលពួកគេក៏រួចផុតពីគ្រោះថ្នាក់ពេលនោះឃាតករដោតឌុយក៏មកដល់ក្នុងសភាពប្រញាប់ជីអូសក៏ស្រមៃយកសពហើយក៏បានកោះហៅទូកជែកមួយពួកគេទាំង3ក៏ជិះទូកគេចខ្លួនទៅនៅលើទូកជីអូស5រ៉ែមដៃក្មេងស្រីភ្នំភ្លើងគូរូគាត់បានគូរូផ្កាយគ្រីស្តាល់ក្នុងសុបិនពេលនោះឆ្លាមក្មេងក៏ប្រាប់ជីអូសដោយរំភើបថាផ្កាយគ្រីស្តាល់អាចបង្កអ្វីទាំងអស់បានរួចជីអូសក៏នាំពួកគេទាំងពីរនាក់ទៅជ្រលងភ្នំទឹកកកពេលនៅស្ពានទឹកកកយុវតីភ្នំភ្លើងភ័យបន្តិចនាងព្យាយាមបង្ខំចិត្តដើរយឺតលើស្ពានស្រាប់តែពេលនោះអាដោតភ្លើងនាំគេមកដល់ក្នុងភាពអាសន្នយុវតីភ្នំភ្លើងក៏ផ្ទុះកំហឹងនាងក៏ចាប់ចែករត់យ៉ាងលឿនតែដល់ទីដៅអាដោតភ្លើងលេចមុខភ្លាមចាប់ពួកគេទាំង3យកទៅជួបមេខ្លោងសិនតាមពិតសុនប្រើកំណត់ហេតុរបស់ចែកដើម្បីផ្លាស់ប្ដូរភពលោកនេះសិនអាចលើចំណុចខ្សោយរបស់យុវជនត្រីឆ្លាមនិងយុវតីភ្នំភ្លើងគាត់ប្រើអគ្គិសនីនិងទឹកកកដើម្បីបង្កប់អ្នកទាំងពីរចំណែកឯចាប់វិញសិនចង់បំផ្លាញក្តីស្រមៃដ៏ល្អរបស់គេបន្ទាប់មកសុនក៏បន្តដេកពួកគេទាំង3នាក់ត្រូវគេដាក់ក្នុងទ្រុងដែកក្មេងស្រីភ្នំភ្លើងរលីទ្រុងមិនបានក្មេងប្រុសឆ្លាមក៏ខ្វះកម្លាំងដែរស្រាប់តែពូតន្ត្រីក៏ហោះមកដល់ក្មេងប្រុសឆ្លាមទប់លេងបានក៏ផ្ទុះកំហឹងគាត់ចាប់ផ្ដើមខាំរួចក៏ហែកទ្រុងដែកជាដុំយ៉ាងលឿនពេលសឹកបានសេរីភាពវិញគាត់ក៏លួចយកសៀវភៅកំណត់ហេតុគាត់បើកសៀវភៅកំណត់ហេតុក៏ហៅម៉ូតូរបស់ក្មេងស្រីភ្នំភ្លើងថែមទាំងដឹងថាឪពុកក្មេងប្រុសឆ្លាមនៅបាតសមុទ្រក្មេងស្រីភ្នំភ្លើងដែលរំចំឃើញរឿងរបស់ខ្លួនឯងចប់ដោយរបៀបណាតែសៀវភៅនោះស្រាប់តែឆេះខ្លាយជាភេទភ្លាមបន្ទាប់មកពួកគេបានមកដល់កន្លែងទឹកកកតាមផ្លូវរួមក្រំដីសានលេងឡើងយកគ្រីស្តាល់ពីបង្គោលទឹកកកតែអកុសលគ្រីស្តាល់ក៏ជ្រុះធ្លាក់នារីនោះក៏លូកដៃទៅចាប់នាងត្រូវក៏ខ្លាយជាផ្ទាំងទឹកកកភ្លាមដុំទឹកកកធំជុំវិញចាប់ដើមមានវិញ្ញាណពួកគេបានរស់ឡើងវិញជាអភូតហេតុពួកគេទាំង3ត្រូវហុំព័ទ្ធដោយដុំទឹកកកព្រះនាងទឹកកកម្នាក់ក៏លេចខ្លួនសានលេងសម្លឹងមើលឲ្យច្បាស់មិនមែនមិត្តរួមថ្នាក់សួនឆៃរបស់ពួកគេទេព្រះនាងក៏ប្រាប់ពួកគេថាគ្រីស្តាល់ដែលអ្នកកាន់គឺខ្លាញ់ខ្លាយគ្រីស្តាល់ពិតលាក់ក្នុងបង្គោលទឹកកកខាងក្រោយពួកគេបើសិនជាពួកគេរកគ្រីស្តាល់ឃើញព្រះនាងនឹងជូនគ្រីស្តាល់នោះទៅជាណានជាកាដូប៉ុន្តែមីសឹងមានភាពឆ្លាតវៃខ្លាំងណាស់គាត់មើលភ្លាមក៏ដឹងកន្លែងលាក់គ្រីស្តាល់គឺវាត្រូវបានពាក់នៅក្បែររករបស់ព្រះនាងបានរក្សាពាក្យសន្យាឲ្យប្រគល់គ្រីស្តាល់ឲ្យមីសឹងក្រោយមកពួកគេក៏ត្រឡប់ទៅមូលដ្ឋានមេបិសាចមុខធំត្រៀមដើម្បីចាប់ផ្ដើមដុំផ្កាយគ្រីស្តាល់ដើម្បីប្រយុទ្ធជាមួយបិសាចមុខធំឲ្យដល់ជីវិតនរណាទៅនឹកស្មានដុំផ្កាយគ្រីស្តាល់នេះតតែព្រះនាងប្រើបានមេបិសាចមុខធំក៏ដេញតាមទាន់នៅពេលនោះដែរហើយរៀបចំផែនការបោកបញ្ឆោតឲ្យក្មេងប្រុសឆ្លាមលោតចូលទឹកអន្តងអគ្គិសនីក្នុងសមុទ្របានឆក់គាត់ឲ្យសន្លប់ដូចពាក្យគេថាគ្រីស្តាល់លោកព្រានលោកទើបដឹងចិត្តនារីរូបស្អាតលោតចូលទឹកដោយមិនខ្លាចគ្រោះថ្នាក់ជួយសង្គ្រោះគេបានដោយជោគជ័យដោយសារធាតុទឹកនិងភ្លើងមិនត្រូវគ្នាក៏បាត់បង់ជីវិតដោយសារអស់កម្លាំងសំណាងល្អក្មេង
ប្រុសត្រីឆ្លាមភ្ញាក់តន់ពេលគេក៏បីនាងឡើងហើយរត់សំដៅទៅមុខយ៉ាងលឿនទៅដល់មាត់ភ្នំភ្លើងមួយកន្លែងគេស៊ូទ្រាំនឹងកម្ដៅរាប់ម៉ឺនអង្សាបោះនាងចូលក្នុងកំអែលភ្នំភ្លើងតែភ្លាមនោះអភូតហេតុក៏កាត់ឡើងនាងបានរស់ឡើងវិញយ៉ាងអស្ចារ្យថែមទាំងធម្មពលនាងកើនឡើងខ្លាំងកាំរស្មីឡាសេពីបានចាំងទៅលើមេឃពេលនេះធម្មពលពិសេសក៏បានភ្ញាក់ដឹងខ្លួនទាំងស្រុងគាត់គ្រាន់តែគ្រោះវិដៃតិចស្រះទន្លេដែលស្ងួតហែងក៏ត្រឡប់មកមានជីវិតភ្លាមពួកគេក៏សម្រេចចិត្តបែកគ្នាទៅតាមផ្លូវរៀងខ្លួនត្រីឆ្លាមរកឃើញបិសាចមុខធំក៏កោះហើយកងទ័ពត្រីឆ្លាមរបស់ខ្លួនភ្លាមហើយពេលឃើញបិសាចមុខធំធ្វេសប្រហែសគាត់ក៏កាត់បំបែកទឹកកកខាងក្រោមជើងរបស់វាបន្ទាប់មកបិសាចមុខធំក៏ធ្លាក់ចូលទឹកភ្លឹកកងត្រីឆ្លាមក៏នាំគ្នាចាំខំក្បាលដ៏ធំរបស់វាចំណែកមីងសឹងវិញប្រើជំនាញតម្រង់ទិសរបស់ខ្លួនទៅដល់ពីក្រោយខ្នងមេខ្លោងតូចក៏លូកដៃកោះហើយត្រីស៊ីសាច់រាប់មិនអស់ចំណែកមីងសឹងក៏បង្កើតពូដោយយកពូធំឃុំត្រីស៊ីសាច់ទាំងអស់នោះបន្ទាប់មកមីងសឹងក៏គ្រវីដៃម្ដងទៀតបង្កើតមេអំបៅរាប់មិនអស់ដើម្បីតូចចំណែកស្ដេចអរិយតូចហាមាត់ធំជ្រើសប្រើឃ្មុំតវិញមីតស៊ូប៊ីស៊ីក៏ប្រើធម្មពលពិសេសរបស់ខ្លួនផ្លាស់ប្ដូរស្ដេចអរិយតូចឲ្យទៅជាក្មេងក្បាលធំវាយតែស្ដេចអរិយតូចលោតផ្លែក៏ត្រឡប់មកធម្មតាវិញភ្លាមក្រោយមកមីតស៊ូប៊ីស៊ីប្រើធម្មពលល្អប៉ះពាល់ចិត្តស្ដេចអរិយតូចបានសម្រេចតែប៉ុណ្ណោះសដែលឈរជើងស្រាប់តែកាច់ដាច់ស្ដេចអរិយតូចធ្លាក់ចូលជ្រោះជ្រៅមីតស៊ូប៊ីស៊ីប្រញាប់រត់ជួយជីវិតគាត់ទាន់ពេលចាប់ពីពេលនោះពួកគេក៏អស់គំនុំនឹងគ្នាលុះទាំងឡាយក៏ត្រូវបានបញ្ចប់ប៉ុន្តែពេលនោះបិសាចមុខធំក៏លេចមុខមកភ្លាមវាចង់ទៅបំផ្លាញព្រៃដែលកំពុងលងលក់នៅលើផែនដីតាមពិតហេតុការណ៍ទាំងអស់នេះសេនលីនក៏របស់សេនលីនសូបិនរូបរាងបិសាចមុខធំលេចឡើងក្នុងខ្យល់ព្យុះកំបុតសេនលីនក៏មានគំនិតភ្លាមនាងយកបេះដូងគ្រីស្តាល់ឲ្យមើលនោះតមកសួនឆៃក៏ចេញទៅខាងក្រៅនាងលូកដៃបន្តិចក៏បង្កប់បិសាចមុខធំមួយស្ទើរជាក្រោយមកវាក៏ផ្ទុះតិចខ្ចាយទៅជាព្រិលហោះពីពេញអាកាសត្រឹមនេះខ្សែភាពយន្តក៏បានបញ្ចប់បើអ្នកមានសមត្ថភាពបំលែងសូបិនតែអ្នកចង់ធ្វើអ្វីដែរខ្ញុំគឺសេនលីនខ្ញុំគឺប្រៃឈើបើពេញចិត្តវីដេអូនេះសូមចុចចូលចិត្តនិងតាមដានផងការគាំទ្រធំបំផុតគឺមកពីការចូលចិត្តតិចតួចរបស់អ្នក